ចាជំរាបសួរបងមីងនេះគឺជាបបររបស់ឌីវ៉ាដែលនាងខ្ញុំកំពុងតែដាក់បបរឲ្យគាត់ហើយដោយសារអស់បបរឲ្យគាត់ញ៉ាំចាចំពោះផ្នែកបន្លែវិញគឺនាងខ្ញុំឆ្លាស់ម៉ូតគ្នារហូតអត់តាក់ដដែលទេអ៊ំពុំមីងខ្លាចគាត់អត់ញ៉ាំហ្មងចំពោះផ្នែកសាច់វិញគឺនាងខ្ញុំយកសាច់គោចិញ្ច្រាំម្ដងនេះលាយជាមួយនឹងស៊ុតមួយគ្រាប់ហើយឃើញខ្មៅអណ្ដែតគឺជាល្ងទេអ៊ំពុំមីងចានេះគឺជាស្ងោរតឡាជាមួយសាច់ជ្រូកចិញ្ច្រាំយើងហ្នឹងអ៊ំពុំមីងចាក្តៅហុយអញ្ចឹងជាមួយបាយក្តៅអញ្ចឹងទៅតំណងអ៊ំពុំមីងចាអត់ទាន់បានហូបបាយថ្ងៃត្រង់អីអញ្ជើញមកជាមួយនាងខ្ញុំបានចាលើបបរឌីវ៉ាក៏បានពុះខាប់មកដែរមិនមែននំមិញដុកអីណាអ៊ំពុំមីងកុំច្រឡំទេឃើញអញ្ចឹងបង្អែមមកយើងអត់ទេចានេះគឺជាបបរដែលដួសរួចស្រេចហើយក្តៅចានេះឯងអ៊ំពុំមីងចាមើលគេកាន់ដៃគ្នាឡើងទៅតំណងណាថាទៅទិញអីរើចុះរើឡើងអត់មានបានទិញអីលេងត្រឡប់មកវិញបាត់ចាឥឡូវពួកអូនមកដល់ទេវិញអ៊ំពុំមីងអត់មានបានទិញអីទេក្រៅពីទិញនំប៉័ងម្ដើមនឹងឯងអ៊ំពុំមីងអ៊ំពុំមីងគ្រាន់តែឃើញចេញក្បាលមកដឹងថាធ្វើអីទៀតអ៊ំពុំមីងអើយនិយាយពីថាមហូបប្រចាំតកោប្រចាំគ្រួសារតូចមួយនឹងគឺអត់ដែលចោលទេដោយសារតែគាត់ហ្នឹងមើលអង្គុយចាំញ៉ាំទឿនម៉ាក់មីឆ្អិននៅម៉ាក់មីឆ្អិននៅម៉ាក់មីទឹមកាប់លាងសាច់ស្រស់ហ្នឹងឥឡូវឆារួចហើយរាល់ហើយអ៊ំពុំមីងតោះអញ្ជើញពិសាជាមួយខ្ញុំតោះកំដរមកជាមួយខ្ញុំអ៊ំពុំមីងខ្វិតយើងហ្នឹងចាខ្វិតបេះពីដើមមកនិយាយពីថាឆ្ងាញ់ចាត់ឆ្ងាញ់មែនទេ What am I looking at? Hey, put back the green stuffs. No. They're going to be lava. Yeah, they will. Hello, Cambodia. I love my brother and my sister. នេះគឺជាបច្ចាស់នៅលើមេឃមិនមែនភ្លើងពូលអ៊ំពុំមីងចាឃើញអញ្ចឹងចេះនឹកឃើញថាការខ្លួននៅក្មេងៗតូចអីក្រែលកតេលពេលរដូវច្រូតហើយនៅលើវាលស្រែអញ្ចឹងទៅធ្លាក់អង្សើម្ដងនេះចូលទៅវិញហើយបងគាត់ទៅទៀនរឿងប្រេងឲ្យស្ដាប់អង្សើមីងទៅទិញបបរអត់មានឆាខ្វែព្រមទិញញ៉ាំទេហើយថ្ងៃនេះទៅតន់ទិញបានញ៉ាំហើយមើលតែមាត់ក៏ដឹងតែឆ្ងាញ់ដែរតើអ៊ំពុំមីងអញ្ចឹងពិសាជាមួយអូសម្រាប់អាហារពេលព្រឹករបស់កូនរៀបចំរួចរាល់ហើយផងដែរឥឡូវនេះចូលដល់អាហារពេលព្រឹករបស់ម៉ាក់ម្ដងយូរញ៉ាំម្ដងទេអ៊ំពុំមីងចាតោះអញ្ជើញពិសាជាមួយខ្ញុំចុងខែរៀងកំសត់ទៅអ៊ំពុំមីងចាអត់មានអីបង្ហាញច្រើនប្លែកអីទេអ៊ំពុំមីងឯងតោះអញ្ជើញពិសាបាយជាមួយនឹងខ្ញុំចាឥឡូវមកដល់ពេលធ្វើបបរអត់អ៊ីវ៉ាទៀតអ៊ំពុំមីងចាចំពោះផ្នែកបន្លែវិញគឺយើងឆ្លាស់ម៉ូតគ្នាទៅតាមការចូលចិត្តរបស់កូនអញ្ចឹងណាចាដូចគ្នាជាមួយនឹងផ្នែកសាច់ដូចគ្នាចាឥឡូវនេះក៏សូមនាំអារម្មណ៍អ៊ំពុំមីងមកមើលកីឡាករក្នុងរបងជាមួយនឹងកីឡាករក្រៅរបងចាញាតភូមិផងរបងជាប់គ្នានឹងឯងអ៊ំពុំមីងចាលេងបាល់បោះផ្លោះរបងហើយរវាងកីឡាករក្នុងរបងទាំងពីរអ្នកបងប្អូននឹងទៅម្នាក់ណាសុទ្ធស្វែងក្នុងការដណ្ដើមបាល់ជាងអ៊ំពុំមីងចាវល់ពេញមួយថ្ងៃចឹងទៅក៏ភ្លេចផុសជូនអ៊ំពុំមីងមើលអាឃើញខ្មៅហ្នឹងគឺជាល្ងដែលនាងខ្ញុំទៅមិនកិនដាក់បញ្ចូលក្រោយទៅអ៊ំពុំមីងសារពេលបបរហ្នឹងគឺនាងខ្ញុំភ្លេចដាក់កល្ងហើយក្រោយពីក្លុកចប់ចឹងទៅនាងខ្ញុំក៏យកមកដាក់នៅលើភ្លើងដើម្បីឲ្យពុះម្សាចឹងទៅចារួចរាល់ហើយនាងខ្ញុំក៏បិទភ្លើងវិញហើយដួសដាក់ចានដើម្បីឲ្យអាឌីវ៉ាញ៉ាំគេថាក្មេងលពើនៅកន្លែងណាក៏មានសកម្មភាពដែរត្រូវអត់អ៊ំពុំមីងចាមើលអាឌីវ៉ាមិនថាលើតុលើខ្លួនលើជើងលើមុខលើអញ្ចាំងលើអីទេតាឲ្យតែមានកន្លែងចន្លោះអាឌីវ៉ាលេងចានេះផងដែរគឺជាអាហារថ្ងៃត្រង់សរុបរួមរបស់ខ្ញុំមកអ៊ំពុំមីងចាហើយត្រីងៀតហ្នឹងគឺម៉ែផ្ញើមកពីផ្ទះឆ្ងាញ់ណា